ហាពេលព្រឹកដែលខ្ញុំញ៉ាំអត់ធុញហ្មងគឺមានតែមួយមុខនេះឯងបងទាំងអស់គ្នាដោយសារមួយមុខនេះស្រួលធ្វើមានរសជាតិឆ្ងាញ់ហើយខ្ញុំញ៉ាំអត់ចេះធុញហ្មងដែលមានទាំងប្រូតេអ៊ីនខ្ពស់បូករួមជាមួយនឹងខ្លាញ់ដែលមានសុខភាពល្អបានមកពីផ្លែបឺអ្នកទាំងអស់គ្នាហើយសំខាន់គឺឆ្អែតបានយូរទៀតដែលយើងយកមកញ៉ាំជាមួយនំប៉័ងអ្នកទាំងអស់គ្នាហើយនំប៉័ងផងដែរគឺខ្ញុំលាបជាមួយនឹងភៀនណាត់នេះផងដែរគឺអត់មានជាតិស្ករអត់មានជាតិអំបិលឬក៏បន្ថែមប្រេងដែលអត់ល្អអ្នកទាំងអស់គ្នាគឺធ្វើខ្លួនឯងញ៉ាំខ្លួនឯងហ្មងអញ្ចឹងសម្រាប់បងដែលចង់បានភៀនណាត់ណាអត់មានជាតិស្ករបន្ថែមអំបិលឬក៏ខ្លាញ់ដែលប៉ះពាល់សុខភាពបងអាចធ្វើការកំងបានបងកំងថ្ងៃហ្នឹងគឺយើងធ្វើភ្លាមឲ្យហ្មងអ្នកទាំងអស់គ្នាតែភេទណាត់នេះផងដែរយើងយកដាក់ជាមួយនឹងអូតមៀលក៏បានដាក់ជាមួយយ៉ាអ៊ូក៏បានជាមួយទឹកក្លុកក៏បានគឺប្របានច្រើនមុខមែនតើចង់បងដែលចង់បានអាចធ្វើការកំងបានបងប្អូនទាំងអស់គ្នាអាហារពេលព្រឹកមួយមុខនេះគឺញ៉ាំអត់ចេះតលន់ឆ្អែតបានយូរហើយមានរសជាតិឆ្ងាញ់មានប្រូតេអ៊ីនមានជាមួយខ្លាញ់ដែលមានសុខភាពល្អថែមទៀតហើយបើចង់សម្រក់ទម្ងន់ឲ្យកាន់តែមានភាពងាយស្រួលប៉ុន្តែអត់ដឹងធ្វើរបបអាហារបែបណាអ្នកទាំងអស់គ្នាអាចរើសយកជាមួយសភៅគីតូបានដែលមានរូបមន្តរហូតដល់100មុខជាងអ្នកទាំងអស់គ្នាដែលមានអាហារពេលព្រឹកពេលថ្ងៃពេលល្ងាចមានអាហារសម្រន់មានរបៀបធ្វើសាឡាត់គឺមានទាំងអស់ហ្មងបងទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានសភៅទឹកបន្លែ smoothie គឺយើងមានដូចគ្នាអ្នកទាំងអស់គ្នាសម្រាប់បងដែលចង់ចាប់ផ្ដើមថែទាំសុខភាពប៉ុន្តែអត់ដឹងចាប់ផ្ដើមពីណាទៅណាអ្នកទាំងអស់គ្នាអាចរើសយកជាមួយសភៅទឹកបន្លែបានដែលមានរូបមន្តសម្បូរបែបមានព័ត៌មានក្បោះក្បាច់អ្នកទាំងអស់គ្នាយល់ដឹងពីបន្លែផ្លែឈើថែមទៀតចង់បងដែលចាប់អារម្មណ៍សភៅមួយណាបងអាចធ្វើការកំងបានបងទាំងអស់គ្នា